ថ្ងៃនេះគឺមកបង្ហាញជូនជាមួយនឹងការញ៉ាំបុកល្ហុងដោយម៉ែសាត់ជាមួយនឹងកូនបិសាចចាជាមួយនឹងបុកល្ហុង7ខ្ចីត្រីឆ្អើរថែមសាល់ម៉ុនមីធ្វើគេដែរស៊ីពីមុនមកហ៎អត់ដែរផងហ៎អត់ដែរហ៎អត់ធ្លាប់ហូបតាមពវៀនឆៅគឺអញ្ចឹងចាឥឡូវសាកមើលចង់នឹងឆ្ងាញ់នេះក៏មិនឆ្ងាញ់តែហ៊ានឆ្លើយទៅអត់ឆ្ងាញ់ប៉ាក្តាមខាងហ្នឹងគឺសិតតែខ្លាញ់ហើយមានជាមួយនឹងត្រីឆ្អើរអញ្ចឹងណាគេចាប់មុខនេះបាទអ្នកមើលគេមើលឃើញគេចាប់ក្រោយហ្នឹងអ្នកមើលមិនឃើញយើងស៊ីនេះគឺយើងស៊ីបង្ហាញឲ្យទស្សនិកជនគាត់មើលឲ្យគាត់ជ្រួលច្បល់គាត់ទ្រាំមិនបានស្អីឡើងគឺគាត់អញ្ជើញមកថ្ងៃយល់ទេអ្នកអូយជប់ណាសាល់ម៉ុនអ្នកទាំងអស់គ្នាសាល់ម៉ុនពេលដាក់ជាមួយនឹងអាគ្រឿងកុហករបស់យើងនិយាយថាឆ្ងាញ់មែនតើហ្មងណាអ្នកទាំងអស់គ្នាបើមិនជឿទេមកកំងថែមសាល់ម៉ុនជាមួយនឹងបុកល្ហុង7ខ្ចីនេះគឺថាឆ្ងាញ់អស់ទាល់តែម្ដងចាបែរកាមេរ៉ាถือគាត់បែរកាមេរ៉ាឲ្យគេឃើញថាក្តាមយើងសិតតែខ្លាញ់មិនចេញមកមានដងថតហ្មងងាប់ហើយហងឆ្ងាញ់ទេកូនអ្នកទាំងអស់គ្នាក្តាមខែហ្នឹងទូចក៏ដោយតែគឺសិតតែខ្លាញ់ហ្មងហើយអាទូចនេះញ៉ាំទៅវាច្រប់ឆ្ងាញ់ជាងអាក្តាមធំណានេះអញ្ចឹងកុំសូវស្រុំចមុខវាចិត្តពេកខ្លាញ់តែមើលគាត់ភ័យហើយមិនមានតែបុកល្ហុង7ខ្ចីហ្នឹងអ្នកនរចង់ញ៉ាំជាមួយនឹងបុកតាពាំងបុកពោតបុកមីបុកអីក៏មានដែរនិយាយទៅគ្រឿងបុកសិតឆ្ងាញ់ចង់បានប្រទេសប្រហែលគ្រាប់ដាក់បានតាមចិត្តហើយអ្នកនរនេះចាខ្ញុំទៅត្រីឆ្អើរអ្នកនរនេះមើលត្រីឆ្អើរគឺនឹកដុំចង់ញ៉ាំទៅឆ្ងាញ់មែនតើបងអ្នកនរនេះត្រីឆ្អើរគឺយើងប្រើសិតត្រីកែល្អលេខ1ចង់និយាយចឹងណានិយាយថាដាក់ទៅជាតិតែម្ដងដាក់ឲ្យទូងឲ្យអ្នកមើលហើយគឺពិតជាទ្រាំមិនបានមែនណានេះលេបអស់ចារសជាតិគឺថាឆ្ងាញ់ជាងស្មៅទេនិយាយមែនមិញថ្ងៃស៊ីតែស្មៅអត់សូវមានជាតិអានេះគឺមានគ្រប់គ្រឿងតែម្ដងចាអញ្ចឹងអ្នកទាំងអស់នេះចង់ញ៉ាំគ្រឿងបុកដែលឆ្ងាញ់ complete whole corner